គណៈទាំងខ្ញុំគណៈសូមនៅកំបងប្រណម្យអញ្ជលីនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំការ3ព្រះត្រៃរតន៍មានព្រះពុទ្ធរតនៈព្រះធម្មរតនៈព្រះសង្ឃរតនៈជារតនៈដងឧត្តមរសាពងខ្ពស់លើលោកសូមក្រាបថ្វាយបង្គំចំពោះព្រះគ្រូមេគុណខេត្តព្រះអន្តកេសរោបិសរព្រមទាំងមន្ត្រីសង្ឃគ្រប់ឋានានុក្រមព្រះថេរានុថេរៈគ្រប់វត្តអារាមនិងសូមចម្រើនពរចំពោះពុទ្ធបរិស័ទសវនិកជនគ្រប់រូបទាំងអស់ដែលកំពុងតាមដានសម្រាប់ការផ្សាយរបស់វិទ្យុភ្នំពេញអន្តរជាតិ 104.25 MHz ក្នុងកម្មវិធីព្រះពុទ្ធសាសនាជាផែនទីនៃជីវិតដែលមានខ្ញុំកណ្ណាធម៌ភាពកល្យាណធម្មមនសមានសម្រាប់សម្រួលនៅក្នុងកម្មវិធីនេះណាហើយនៅក្នុងថ្ងៃសុក្ររាល់រាត្រីថ្ងៃសុក្រនេះគឺថាមានវត្តមានដ៏ពងខ្ពស់អំពីព្រះអង្គចាស់គ្រូវชิរបញ្ញោសានសុជាទាំងណាហើយញាតិញោមពុទ្ធបរិស័ទជាច្រើនរូបដែលចូលរួមសម្ដាប់ជារៀងរាល់រាត្រីញាតិញោមនៅក្នុងស្រុកខ្មែរនិងញាតិញោមនៅខាងក្រៅស្រុកដែលតែងតែចូលស្ដាប់តាមប្រព័ន្ធ Sky Internet គណៈរាត្រីនេះក៏មានវត្តមានគុណចាស់សុវណ្ណដេតនៅក្នុងបន្ទប់ផ្សាយពធនេះផងដែរទាំងគណៈទាំងហើយនៅក្នុងរាត្រីនេះនឹងបើកឱកាសជូនញោមញាតិពុទ្ធបរិស័ទសាកសួរបញ្ហាកម្មដូចរាល់រាត្រីផងដែរប៉ុន្តែនឹងផ្ដល់ឱកាសដល់ញោមញាតិយើងនៅក្នុងបន្ទប់ផ្សាយព្រះធម៌ទេព្រោះថាញាតិញោមគាត់មានសំណួរទេណាញាតិញោមនៅក្នុងបន្ទប់ព្រះធម៌យើងទាំងនឹងហើយបន្តមកញាតិញោមនៅក្នុងខេត្តសៀមរាបដែលកំពុងបើកវិទ្យុស្ដាប់មានបញ្ហាកម្មសាកសួរយ៉ាងណាក៏អាចនឹងហៅតាមប្រព័ន្ធទូរស័ព្ទមួយគឺ080 92788កែគុតណាខ្ញុំគណៈថាភាពនឹងផ្ដល់ឱកាសសម្រាប់ការសាកសួរបញ្ហាកម្មរបស់ពុទ្ធបរិស័ទគ្រប់រូបទាំងអស់ឥឡូវសូមផ្ដល់ឱកាសដល់ញោមនៅក្នុងបន្ទប់ផ្សាយព្រះធម៌ជាដំបូងជាខាងដើមទៅណាញាតិញោមដែលនៅក្នុងបន្ទប់ Sky ដែលមានសំណួរក៏សូមអញ្ជើញតែម្ដងបងគណៈជាបឋមគណៈសូមនមស្ការក្រាបថ្វាយបង្គំប្រជុំ3នៃព្រះត្រៃរតន៍មានព្រះពុទ្ធរតនៈព្រះធម្មរតនៈនិងព្រះសង្ឃរតនៈដោយសេចក្តីគោរពនិងសេចក្តីកោតក្រែងសពកាលនិងធ្វើការគោរពទៅដល់ព្រះអង្គគ្រូគ្រប់ព្រះអង្គដែលមានវត្តមាននៅក្នុងបន្ទប់ទានហើយគណៈសូមជម្រាបសួរដល់ពុទ្ធបរិស័ទទាំងអស់ដែលនៅដែលមានឱកាសចូលស្ដាប់នៅក្នុងបន្ទប់ផ្សាយនេះគណៈជាបឋមគណៈសូមគណៈមាន2សំណួរគុណម្ចាស់សំណួរទី1គណៈចង់សួរអំពីអរូបខណ្ឌទាំង3គណៈហើយសំណួរទី2នោះគណៈមានចង់សួរពីមនុស្សដែលមានចិត្តអាក្រក់ដោយចិត្តណាគុណចាស់តើចិត្តណានឹងសំណួររបស់គណៈទៀនគណៈសូមអរគុណសូមព្រះអង្គទាំងគ្រប់ព្រះអង្គគង់ជាសុខទៀនគណៈសូមអរគុណសាធុទេខ្ញុំបានសំណួរ2ទាំងសាកសួរនៅក្នុងពេលនេះគឺមានសំណួរ2ណានឹងហើយប្រព័ន្ធដែលអាចភ្ជាប់បានមានតែប្រព័ន្ធមួយទេគឺ0892788កែគុតណាគុណចាស់ញាតិញោមប្រព័ន្ធ smart ហ្នឹងគឺថាទូរស័ព្ទហ្នឹងវាមិនត្រូវដូចទេអញ្ចឹងគុណចាស់ដែលហៅមកចង់សាកសួរហ្នឹងក៏និមន្តតាមប្រព័ន្ធ089ទេហើយមានញោមញាតិណាដែលចង់សាកសួរទៀតនៅក្នុងប្រព័ន្ធ Sky ក៏សូមអញ្ជើញទៅណាអាត្មាភាពនឹងផ្ដល់ឱកាសជូនដើម្បីសាកសួរទៅមានញោមណាទៀតទេបងគណៈមានសំណួរដូចគុណបើសូមអញ្ជើញញោមគ
កណាថ្វាយគុំនៃគុណគ្រប់ព្រះអង្គហើយនឹងមិត្តពធនៅក្នុងបន្ទប់ Skype ទាំងអស់កណាមានសំណួរតើតងនឹងអកុសលចិត្តតើមានប៉ុន្មានហើយតើធ្វើយ៉ាងណាដើម្បីអប់រំចិត្តយើងរាល់ថ្ងៃហ្នឹងឲ្យដឹងថាធ្វើយ៉ាងណាឲ្យកុសលចិត្តហ្នឹងកើនឡើងហើយមិនអាចឲ្យអកុសលចិត្តហ្នឹងជ្រៀតចូលបានហើយសំណួរមួយទៀតកណាចង់ដឹងថាតើការដែលយើងបរិភោគសាច់រាល់ថ្ងៃហ្នឹងគឺដូចជាចូលរួមក្នុងការគ្រប់គ្រងនៅការសម្លាប់សត្វហ្នឹងដោយប្រយោជន៍ដែរឧទាហរណ៍ដូចយើងទៅផ្សាររាល់ថ្ងៃហ្នឹងយើងទិញពិតមែនតើជាផលិតផលសម្រាប់តែគេបានសម្លាប់រួចហើយប៉ុន្តែគឺស្ថិតនៅក្នុងតម្រូវការដែលគេអាចវាស់បានបើសិនជាតម្រូវការនឹងកើនឡើងអញ្ចឹងការផ្គត់ផ្គង់ក៏កើនឡើងដែរហើយមួយទៀតដូចជាផលិតផលសម្អាងឬក៏របស់ប្រើប្រាស់ផ្សេងគឺផលិតមកអំពីស្បែកសត្វឬក៏យកសត្វមកធ្វើចេញជាផលិតផលសម្រាប់ហើយការដែលយើងប្រើប្រាស់និងទិញនៅរបស់ទាំងអស់ហ្នឹងគឺអាចចាត់ទុកថាជាការគ្រប់គ្រងផ្នែកក្នុងការធ្វើឲ្យជីវិតសត្វបាត់បង់ទៅតែការដែលយើងប្រព្រឹត្តរាល់ថ្ងៃហ្នឹងអាចធ្វើឲ្យមានទោសឬមិនមានទោសហើយបើសិនជាមានមូលហេតុអីហើយបើមិនមានមូលហេតុអីកណាអត់សំណួរដូចគុណសាធុតែបានសំណួរច្រើនណាស់ក៏ទើបតែបានពីររូបប៉ុន្តែមានសំណួរច្រើនហើយសិតតែសំណួរល្អទៅណាហើយឃើញគុណចាស់លោកព្យាយាមហៅមកគិតថានឹងផ្ដល់ឱកាសជូនលោកឬក៏មានខ្ញុំនៅក្នុងបន្ទប់ពធយើងមានសំណួរអីបន្ថែមទៀតទេបងមានទេខ្ញុំមានសួរដែរលោកចាស់ពីព្រះពុទ្ធរូបដែលនៅជាន់ទី1ហើយយើងឡើងទៅជាន់ទី2ហ្នឹងតើមានទោសដែរឬទេហើយទី2ហ្នឹងគុណចាស់គ្រូអង្គគ្រូវិជ្ជរដ្ឋបញ្ញាបានសម្ដែងនៅកាលពីមេរៀនលើកមុនហ្នឹងខ្ញុំកណាបានស្ដាប់គុណចាស់ថាស្រឡាញ់ត្រូវតែផ្ដល់សេចក្តីសុខឲ្យអ្នកដែលយើងស្រឡាញ់សួរថាចុះបើអ្នកដែលយើងស្រឡាញ់ហ្នឹងគេត្រូវការអ្វីបំណងផ្សេងតែមិនស្របនៅគំនិតរបស់យើងតើយើងគួរផ្ដល់ឲ្យដែរឬទេដូចជាគាត់ត្រូវការដូចជាតែមានសេរីឬក៏ទៅការសេចក្តីសុខរបស់គាត់គឺគាត់ត្រូវការទៅលេងល្បែងឬក៏ទៅប្រព្រឹត្តរឿងអបាយមុខផ្សេងអញ្ចឹងយើងអត់ពេញចិត្តនឹងឲ្យសេចក្តីសុខរបស់គាត់ក៏ត្រូវការអញ្ចឹងដូច្នេះយើងគួរក៏បីធ្វើយ៉ាងម៉េចកណាមានពីសំណួរប៉ុណ្ណឹងសូមថ្លែងបង្គំលាសាធុទៀតអរគុណញោមបានសាកសួរទៀតនៅក្នុងរាត្រីនេះបានសំណួរច្រើនហើយបងចាស់គ្រូនឹងបកស្រាយទៅតាមពេលវេលាសំគួរទាំងព្រោះពេលវេលាយើងមាន1ម៉ោងហើយសំណួរហ្នឹងមានច្រើនណាស់ប៉ុន្តែគុណចាស់មួយអង្គដែលលោកដំណងចង់សាកសួរយូរហើយលោកសំណុំពោទៅរាត្រីហ្នឹងសូមសាកសួរឲ្យបានឥឡូវក៏ផ្ដល់ឱកាសដល់គុណចាស់ដែលមានដំណងចង់សាកសួរទៅឥឡូវសូមផ្ដល់ឱកាសប្រកេនលោកសិនសូមកណាសូមថ្លែងគុំគុណចាស់ទៅណាសូមថ្លែងគុំលោកចាស់កណាជាអ្នកជាបឋមខ្ញុំកណានមស្ការកាត់ផ្សាយគុំទៅដៃចំពោះប្រជុំ3នៃប្រៃរដ្ឋណាមានពុទ្ធរដ្ឋបឋមរដ្ឋសង្ឃរដ្ឋហើយគឺគ្រប់អ្នករដ្ឋសូមនមស្ការកាត់ផ្សាយគុំចំពោះលោកចាស់គ្រូជាបញ្ញាសន្តិជីជាទីគោរពស្រឡាញ់របស់ខ្ញុំកណានិងសូមនមស្ការលោកចាស់កល្យាណធម្មមន្តជំនឿផងទៀតណានៅក្នុងបន្ទប់ផ្សាយហើយក៏ចម្រើនពរដល់ពុទ្ធបរិស័ទផងដែរដែលកំពុងធ្វើការតាមដានស្ដាប់នៅការផ្សាយដោយជិះណាទៀតក្នុងរាត្រីនេះខ្ញុំកណាមានសំណួរតែមួយសំណួរទេទាំង
trong cái kênh bảo lương chắc cừu đây ông chui bác sai vụ phim cả nè lúc tới tại riêng nơi là nó cứ còn trai mình coi là cái tip đi thấy có chụp nơi bàn ngày nó có cái xùa cả nè mình đang tha bác sai yang mình đây có sầm luôn có cho nhiều các là bên xùa lấy được xem cả nè phân xùa để to từ mua nó cứ thì mua cứ chỉ want to check hay chỉ want to check muối bị thay chặt muối hay năng bị thang bị chặt muối thờ tiện từng ông năng nên áp thành này bị một địch là nó mới chừng mệt là hơi mới chừng nó tiếp bị thang bị chặt được kia chỉ want to chặt được kia bị thay chặt được kia ta nên tôi một tí đừng lấy class là tiền tiện năng đời sinh dùng dây bị không thua tới ta tiện năng nên tôi một tí đừng lấy class là hay nó bị pì hay nó bị bấy trong cơ thể chỉ muốn là chặt đá thì thay chặt đá thì thêm thì chặt đá tới việc cắt lại một tờ na cắt lại một tờ na nè hay cắt lại một đạch nè hay chỉ muốn là chặt thì thay chặt thì thêm thì chặt được như đá tới hai đầu vây để nhang ở chặt nhảy cắt lại người ta nên buôn chừng mệt bẩn nằng bên chắc cái tôi thì mua bán đấy tiếng cái nào bàn nah, xem cái nàyเป็นนั่นเป็นบทสนทนาตัวบ้านให้ซึ่งคณะส้มกระไฟมันกุมเลียนั่งจำรานโปเลียนะเป็นสาธุเต็มเพราะนั่งจะให้เคยทำสำนวนนั่งชาในจีสไรคนจ้าในทางกู้เต็มเรียนสมัยจีสไรบางครูเต็มในเรียนประวัติศาสตร์ยังหามารุตีเต็มสัปดาห์ละกะสันนะส้มจำรานโปก็จราจรเปล่าเจ้าให้เปล่านุ่มนั่นจ้ะมาสการจ้ะครูคนจ้าเต็มคนจ้าบรรเลงอย่างเต็มนะกันนะน้ำมันกันนะให้นุ่มนาส้มมาสการจ้ะครูเดี๋ยวจะรับปัญญาพ้องนุ่มนาส้มครูนุ่มสนุประเภทสนุรำจ้ะครูมุ้ยเช่นกันกาปีสัปดาห์มุนนะสัวเรียกตัวนึงการตีตึงในปรัชญาไตรนะอย่างของไงนี่คือนะชอยกิตย์เรียกตัวนึงอัตตาตัวครูเราได้แต่สมาสัมพุทธองเอาโยกลุ้นตีตึงครูนะก็เราของไตรเรียกทบของไตรเรียกตีใบ รายละเอียดที่ใบบางในค่ะนักตามันไม่เจตัวคลุ้นมันไม่เจตัวบังกอบไอ้บางในอัตตาให้อัตนาอยู่เท่าเอาอยู่คลุ้นที่เป็นคลุ้นแล้วตึงเรื่องไม่มันไม่เจคลุ้นเท่านั้นมันไม่เจตัวคลุ้นนั้นแต่จังพระสมมาสัมพุทธองค์จังสำได้ดึงได้ยังนักชอยเขามุนจักรุยาติโยต่อเป็นการงานในระบบการตัดเป็นกิจการเจริญสังนะผมประกอบเป็นมาตรการเรียนรู้ทางสาธุเต็มบางคนนี่คือบ้านสนุจรานเต็มจังก็สมอนุครูปฏิบัติศาสตร์ยืงแต่เมียนปัญญาจังสะสวยตกจำถ่ายศพสัปดาห์กล่าวไว้นะนั่งจังสมประเกณฑ์การบำจักครูสมโนเมียนจรานดาวโยมในขนมบรรทุกสายตะทอเมียนโยมเพียบโยมสุเทรีให้นายโยมสุเพวไตเมียนสมนูขณะบำจักครูอายนั่งกอดตราบานให้คนจ่าปีปองคนจ่าปองสุจิตคนจ่าปองบนเลงเมียนสมนูเซ็งๆคะแนนจังสมนำมันบำจักครูแต่มาดองบ่มันจะบัดสมนูนะยังกระดานนั่งช่วยเป็นเจ็บบรรทายนะสมรัตเนนิมนต์สาธุทั่วแต่สำเร็จพองได้มาจะบัดได้นี่บุกนาตูอ่านจะบัดนะสมเชียสไรพ้องปีประเทศเราในไทยเนี่ยยองไปโลเลือกเกาะจรานก็เบียดทอมเจียนมันจังให้เป็นเมาจีประทอมส้มนมัสการถวายบังคมจำพวกคนแก่ถึงใบได้เสด็จกรุบส้มนมัสการพระประเทศกรุบอังบรานพญยโยมปวดบ่อสัตว์กรุบขณีตั้งก็ไปเวลียคล้ายโจดาวสิกได้เต็มดองเอาอัติเพียบดาวประสองมนจ้ะบ่อปีกรอยตัววิ่งฟังกรอยเก็บบ่อมนจ้ะ
ខ្ញុំណាឲ្យពាក្យខ្លីៗងាយចាំហើយបើមានពេកខ្ញុំណានឹងវិលមកបកតំណឹងវិញតែឲ្យនៃខ្លីត្រង់ថានៅពេលដែលព្រះអង្គសម្ដែងអត្តាហេអត្តនោនេថោគឺសម្ដែងជាបុគ្គលបញ្ញត្តិដល់ទៅសម្ដែងពីអនត្តាមិនមែនសម្ដែងបញ្ញត្តិទេគឺសម្ដែងដល់បរមត្ថអញ្ចឹងណានឹងដែលន័យចំហ្នឹងប៉ុណ្ណឹងកាលណានិយាយពាក្យថាអត្តាហេអត្តនោនេថោអញ្ចឹងនៅក្នុងទីនេះគឺសំដៅទៅដល់បុគ្គលម្នាក់ណាបុគ្គលម្នាក់ជាបុគ្គលបញ្ញត្តិអត្តាហេអត្តនោនេថោកោហេនេថោបរោសិយាអត្តនាហេសតន្តិអ្នកនេថាំងលិបតិទុលភាំងណាខ្លួនឯងជាទីពឹងរបស់ខ្លួនឯងបុគ្គលដតីគឺវាពាក្យពលបុគ្គលហ្នឹងជាបញ្ញត្តិបុគ្គលដតីក៏បីជាទីពឹងដោយម្ដេចកើតថាបើបុគ្គលទូនមានខ្លួនឯងបានល្អហើយនឹងបាននៅទីពឹងដែលគេបានដោយកម្រដល់បានទីពឹងនោះគឺបាននៅបរមត្ថដូចតែគ្នាគឺបញ្ញាដែលត្រាស់ដឹងនៅសច្ចធម៌ប៉ុន្តែនិយាយជាបុគ្គលបញ្ញត្តិកុំឲ្យយើងផ្ញើវាសនាលើអ្នកណាក្រៅពីការព្យាយាមខ្លួនឯងណាពីព្រោះធម៌មានបញ្ញត្តិនិងបរមត្ថដូចបញ្ញខណ្ឌហ្នឹងក្នុងខ្លួនយើងវាមានបញ្ញខណ្ឌអញ្ចឹងហើយដល់តែសរុបបញ្ញខណ្ឌហ្នឹងហៅថាមនុស្សថាសត្វទៅដល់ទៅអនត្តាព្រះអង្គសួរនៅក្នុងអនត្តលក្ខណៈសូត្រព្រះអង្គបើកមើលទេព្រះអង្គសួរថារូបទៀងមិនទៀងមិនសួរខ្លួនទៀងមិនទៀងទេរូបទៀងមិនទៀងមិនទៀងទេព្រះអង្គបើរូបមិនទៀងជាសុខឬជាទុក្ខជាទុក្ខហើយចុះបើវាមិនមែនសុខអញ្ចឹងវាជាទុក្ខអញ្ចឹងតើវាជាខ្លួនយើងទេគួរប្រកាន់ជារបស់ខ្លួនទេថាមិនគួរទេណាអញ្ចឹងនៅពេលដែលសម្ដែងអនត្តាមិនមែនសម្ដែងអត្តាដែលប្រែតែខ្លួននេះទេគឺសម្ដែងទៅដល់តួបរមត្ថតែម្ដងគឺបញ្ញខណ្ឌហ្នឹងវាតាំងនៅក្នុងភាពមិនទៀងជាទុក្ខជាអនត្តាហ្នឹងគឺថាมันអាចតាំងនៅតាមបង្កប់បញ្ជាបានរបស់ណាដែលតាំងនៅក្នុងការបង្កប់បញ្ជាមិនបានរបស់នោះវាតែងតែវិនិច្ឆ័យទៅសូន្យទៅនៅក្នុងអនត្តលក្ខណៈសូត្រព្រះអង្គមើលតាមហ្នឹងយល់ពីអនត្តាហើយសំណួររបស់ព្រះសង្ឃអង្គទី4នេះសួរអំពីចវណ្ណចិត្តវិថីចិត្តនិងវិភង្គចិត្តមិនវិភង្គចិត្តទេគឺភវង្គចិត្តអត់មានពាក្យវិភង្គចិត្តទេគឺមានពាក្យភវង្គចិត្តចវណ្ណចិត្តនេះជាវណ្ណៈប្រែថាសោយឬក៏ស្ទុះអញ្ចឹងណានឹងប្រែពាក្យហើយដល់វិថីយើងដឹងឲ្យផ្លូវឬក៏ការត្រាច់ទៅវិថីហ្នឹងហើយភវង្គចិត្តនេះភវៈនិងអង្គៈនឹងប្រែថាអង្គភវៈនឹងភពមានន័យថាចិត្តដែលគ្រាន់តែរក្សាអង្គភពសំណួរមានតួនាទីយ៉ាងណាចិត្តនឹងមានតួនាទីយ៉ាងណានិយាយរួមទៅវិថីចិត្តមិនមែនជាឈ្មោះចិត្តទេវិថីចិត្តគឺជាចិត្តដែលកើតទៅតាមទ្វារចិត្តណាក៏ដោយដែលកើតទៅតាមទ្វារភ្នែកទ្វារត្រចៀកទ្វារច្រមុះទ្វារអណ្ដាតទ្វារកាយនិងទ្វារចិត្តទាំងអស់នោះសុទ្ធតែជាវិថីចិត្តហ្នឹងណាវិថីចិត្តមានន័យថាចិត្តវាត្រាច់ទៅតាមទ្វារហ្នឹងដល់ទៅចវណ្ណចិត្តគឺជាចំណោមចិត្តដែលជាវិថីចិត្តហ្នឹងឯងវាអាចកើតតាមទ្វារភ្នែកទ្វារត្រចៀកទ្វារច្រមុះទ្វារអណ្ដាតទ្វារកាយទ្វារចិត្តចវណ្ណចិត្តជាចិត្តមួយប្រភេទតែចិត្តដែលធ្វើជាវិថីចិត្តហ្នឹងមានច្រើនចក្ខុវិញ្ញាណទ្វិបញ្ចវិញ្ញាណ10ពួកសន្តិរណចិត្តពួកសម្បដិឆន្ទៈពួកស្អីហ្នឹងសុទ្ធតែជាវិថីចិត្តទាំងអស់និយាយរួមចិត្តណាដែលត្រាច់ទៅតាមទ្វារអាស្រ័យទ្វារទៅកើតឡើងចិត្តនោះហៅថាវិថីចិត្តអញ្ចឹងណាអញ្ចឹងវិថីនេះវាអត់មានជាចិត្តបណាប្រកបទេវាគ្រាន់តែឲ្យឈ្មោះទៅលើចិត្តណាដែលធ្វើដំណើរទៅតាមទ្វារដឹងរឿងតាមភ្នែកតាមតិចតាមច្រមុះតាមដាតតាមកាយតាមចិត្តហ្នឹងហៅថាវិថីចិត្តញោមម៉ាលីចៅយំទៀតហើយចុចញូតផងហើយដល់ទៅភវង្គចិត្តគឺជាវិថីមុត្តចិត្តថែមពាក្យអញ្ចឹងណាវិថីមុត្តចិត្តហ្នឹងមានន័យថារួចចាកវិថីជាចិត្តដែលរួចចាកវិថីវាអត់កើតតាមទ្វារភ្នែកទ្វារត្រចៀកទ្វារច្រមុះទ្វារអណ្ដាតទ្វារកាយទ្វារចិត្តទេក្រៅទ្វារឧទាហរណ៍ដូចយើងលេខដេកលក់ស៊ុបអញ្ចឹងដេកលក់ស៊ុបហ្នឹងភវង្គហ្នឹងកើតដែរភវង្គចិត្តហ្នឹងកើតបន្តគ្នារហូតអញ្ចឹង
របៀបដូចខ្សែទឹកដែលវាហូរឲ្យស្ងប់អត់មានរលកចឹងទៅប៉ុន្តែទឹកនឹងហូរយើងមើលអត់ដឹងថាហូរផងវាហូរតិចហ្នឹងហើយប៉ុន្តែដល់ពេលស្អីធ្លាក់ភ្លុងទៅវាកឡកឡើងអាកឡកឡើងដូចវិថីចិត្តកើតឡើងវិញចឹងឃ្លុងទៅវិថីចិត្តកើតឡើងប៉ុន្តែខណៈស្មើទឹកនឹងនៅមានខ្សែជាប់គ្នារហូតយ៉ាងណាវិញជីវិតយើងមិនមែនរស់តែពេលដឹងរឿងរ៉ាវក្នុងโลกនេះទេសូម្បីអត់ដឹងរឿងរ៉ាវក្នុងโลกនេះក៏រស់ដែរហើយចិត្តហ្នឹងកើតដោយនៅมันមានដឹងរឿងអីតាមមនេតិចជាមោហណតកាយចិត្តយល់សពក៏អត់ដែរគណៈពវាំងហ្នឹងតែប៉ុន្តែនៅរស់មិនស្លាប់ដោយសារអត់ដឹងអីទេណាហ្នឹងឯងពវាំងហ្នឹងវាដឹងនៅអារម្មណ៍ជាតិមុននោះនៅពេលដែលមរណាសន្និវ័នកើតឡើងដឹងអារម្មណ៍ណាពវាំងដឹងអារម្មណ៍ហ្នឹងហើយវាមិនមែនតែប៉ុណ្្នឹងទេពវាំងវាមានទូនាទីកាត់ផ្ដាច់ពីវិថីចិត្តមួយទៅវិថីចិត្តមួយគេហៅថាឥឡូវស្ដាប់ឮតាមតិចមុននឹងឆ្លងទៅដល់ការឃើញពវាំងហ្នឹងកាត់ផ្ដាច់អញ្ចឹងនឹងមានន័យអញ្ចឹងហើយកើតនៅពេលណានេះក៏ដូចជាឆ្លើយហើយណាដូចជាឆ្លើយហើយជីវ័នចិត្តហ្នឹងកើតនៅពេលឃើញពេលឮពេលដឹងក្លិនដឹងរសដឹងផុតថាពៈដឹងធម្មនឹងនឹកគិតអីទាំងអស់ហ្នឹងជីវ័នចិត្តហ្នឹងកុសលអកុសលគឺលើជីវ័នហ្នឹងហើយជីវ័នចិត្តហ្នឹងមាន3ជាតិ4ជាតិទាំងអស់ប៉ុន្តែបើសម្រាប់ពុទ្ធជនយើងមានតែ2ជាតិទេសម្រាប់ពុទ្ធជនយើងគឺកុសលជីវ័ននិងអកុសលជីវ័នបើសម្រាប់ព្រះរិយបុគ្គលមានកិរិយាជីវ័នហើយនឹងវិបាកជីវ័នក៏មានដែរគឺលោកុត្តរផលតែលោកអស់អកុសលជីវ័ននិងកុសលជីវ័នអញ្ចឹងក្នុងបុគ្គលម្នាក់មានជីវ័នតែ2ទេនៅអរិយបុគ្គលថ្នាក់ក្រោមរិយបុគ្គលថ្នាក់ក្រោមមានជីវ័ន2គឺកុសលជីវ័ននិងអកុសលជីវ័នព្រះអរហន្តមាន2ដែរគឺកិរិយាជីវ័នហើយនឹងវិបាកជីវ័នសំទោសរិយបុគ្គលក៏មានវិបាកជាជីវ័នដែររិយបុគ្គលថ្នាក់ក្រោមនិយាយច្រឡំមិញព្រោះសោតាបត្តផលក៏ជាជីវ័នដែរប៉ុន្តែមិនចង់និយាយដល់នឹងទេគ្រាន់តែថាចិត្តដែលជាបាបជាបុណ្យគឺជាជីវ័នចិត្តនឹងឯងហើយមានអ្វីញ៉ាំងចិត្តនឹងឲ្យកើតឡើងបច្ច័យនៃចិត្តមានច្រើនដែរនៅក្នុងបច្ច័យដ៏ច្រើនចិត្តត្រូវមានទីអាស្រ័យគេណានិស្សយបច្ច័យពាក្យថាបច្ច័យមានន័យថាជាធัวញ៉ាំងធัวដតីទៀតឲ្យកើតឡើងអញ្ចឹងមានទីអាស្រ័យរបស់វាដូចជាចក្ខុវិញ្ញាណឬក៏ជាជីវ័នចិត្តនឹងមានហត្ថយវត្ថុជាទីអាស្រ័យវាទល់តែមាននិស្សយបច្ច័យនឹងឯងវាមានសម្បយុត្តបច្ច័យសម្បយុត្តបច្ច័យហ្នឹងគឺចេតសិកដែលកើតរួមគ្នានឹងធ្វើការសហការជាមួយគ្នាវាមានអារម្មណបច្ច័យដល់តែមានអារម្មណ៍ទីហៅដូចយើងឃើញអីចឹងវាតើមានរូបហ្នឹងវាយើងឃើញហ្នឹងគឺជាបច្ច័យដោយអំណាចអារម្មណបច្ច័យមានហេតុបច្ច័យមានបច្ច័យទៅច្រើននៅក្នុងហ្នឹងណាប៉ុណ្្នឹងចារូតស្រោតចិត្តកន្លះម៉ោងទៅហើយបោះញាតិញោមម្ដងញោមនិស័យសួរថាអរូបខណ្ឌ3ស្អីតាមពិតអរូបខណ្ឌមាន4ប៉ុន្តែញោមសួរនេះទំនងជាក្នុងវេរៀនមួយដែលថាចិត្តមាននាមខណ្ឌ3ហ្នឹងជាបច្ច័យជាមួយហ្នឹងគឺនាមខណ្ឌ3វេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌជាបច្ច័យនៃវិញ្ញាណខណ្ឌក៏ប៉ុន្តែនាមអរូបខណ្ឌទាំងអស់មានដល់ទៅ4ណាមានដល់4ក៏ប៉ុន្តែកាលណាលោកនិយាយថា3មានយកមួយហ្នឹងយកមកធ្វើជាបច្ចយុបណ្ណៈហើយសូមទោសឆាន់ទឹកមួយសិនហើយមកបកខ្លីៗទៅសំណួរហ្នឹងទំនងជាញោមយកសំណួរពីសភៅណាដែលអានមិនយល់មកសួរហើយមនុស្សណាដែលមានចិត្តអាក្រក់ដោយណានេះអត់សូវចាប់បានទេកន្លែងហ្នឹងដែលមិនចាប់បានទេតែហ្នឹងចាប់អត់សូវបានមិញណាព្រះអង្គម្ចាស់កម្មវិធីគណៈគាត់ញោមគាត់សាកសួរតេតទៅនឹងអកុសលចិត្តណានឹងទី1តេតទៅនឹងអកុសលចិត្តហ្នឹងដែលខ្ញុំគណៈគាត់ទៅដាក់ថាអកុសលចិត្តអត់ទេហ្នឹងទៅសំណួរទី2ឯងសំណួររបស់គាត់ដដែលនេះដែលណាអញ្ចឹងអត់ច្បាស់ទេចាំថ្ងៃក្រោយចាំញោមសួរទៀតកុំឲ្យយឺតពេលណាឥឡូវទៅសំណួរទី2ញោមសូផារីសួរថាអកុសលចិត្តមានប៉ុន្មាន
អកុសលចិត្តមាន12ណាមានលោភមូលចិត្ត8ទោសមូលចិត្ត2និងមោហមូលចិត្ត2ហើយញោមសួរបន្តទៅទៀតថាតើធ្វើយ៉ាងណាដើម្បីកុំឲ្យអកុសលចិត្តនឹងវាកើតហើយធ្វើយ៉ាងណាឲ្យកុសលចិត្តនឹងចម្រើនគឺព្យាយាមរៀនឲ្យចេះនឹងតែហ្មងញោមវាគ្មានអីក្រៅពីរៀនឲ្យចេះទេបើអត់ចេះអត់ដឹងថាគួរចម្រើនយ៉ាងម៉េចទេកាលណាដឹងហើយដឹងវិធីថាត្រូវធ្វើយ៉ាងម៉េចហើយដែលមិនតាន់ដឹងថាត្រូវធ្វើយ៉ាងម៉េចមកពីមិនតាន់ដឹងហ្នឹងណាតែដឹងលែងប្រើពាក្យថាអត់ដឹងតែដឹងហ្មងកាលមិនតាន់ដឹងអត់ដឹងដល់ដឹងបណ្ដោយឥឡូវយើងប្រៀបធៀបមើលរឿងចំណេះដឹងខាងក្រៅចុះអ្នកដែលគេខំរៀនមែនទែនណាគឺទល់តែយល់ថាក្រោយពីការរៀនទៅវាមានផលប្រយោជន៍យ៉ាងម៉េចបើថាមនុស្សគ្រាន់តែទៅរៀនតាមការបង្ខំរបស់គេទេអត់មានឆន្ទៈខ្លួនឯងទេក៏នៅតែមិនសូវបានប្រយោជន៍តែបើមនុស្សនឹងយល់អំពីគុណតម្លៃនៃចំណេះដឹងថាការងារឥឡូវគេត្រូវអីចឹងការយល់ដឹងអញ្ចឹងធ្វើឲ្យមនុស្សនឹងប្រឹងណាយ៉ាងណាមិញនៅក្នុងរឿងចម្រើនកុសលនិងអកុសលហ្នឹងក៏ដូចគ្នាអញ្ចឹងបើសិនមិនបានយល់ដឹងទេបដិបត្តិក៏មិនកើតលំដាប់នៃសាសនានឹងមាន3មានបរិយត្តិសាសនាគឺសិក្សានឹងទៅមករៀននឹងទៅមកហើយទី2បានបដិបត្តិដល់រៀនចេះបានបដិបត្តិកើតអត់ចេះមិនដឹងបដិបត្តិថាម៉េចហ្នឹងចឹងញោមថាដើម្បីអីស្គាល់វាឲ្យច្បាស់ថាជាកុសលនឹងស្អីអកុសលនឹងស្អីកុសលជាឈ្មោះរបស់បុណ្យយើងប្រើពាក្យបុណ្យក៏បានប្រើពាក្យកុសលក៏បានពាក្យថាកុសលគឺវាទៅជាសម្អាតអកុសលណាអកុសលវុទ្ធังសនរសាំងហ្នឹងគឺធម្មជាតិដែលចូលទៅជំរះអកុសលនឹងហៅថាកុសលហើយធម្មជាតិនឹងដដែលហ្នឹងហៅថាបុណ្យហ្នឹងដោយន័យថាអត្តណោសន្តានំបណាតិសោថេតិតិបញ្ញហ្នឹងណាជាធម្មជាតិដែលចូលទៅជំរះសន្តានចិត្តឲ្យវាស្អាតនឹងហៅថាបុណ្យណារបៀបដែលព្យាយាមលះបង់បាបកំចាត់បាបហ្នឹងចេះខ្ញុំគ្មានអីក្រៅពីព្យាយាមដឹងហ្នឹងទេគឺរៀនសង្កេតពិចារណាសិក្សាឲ្យដឹងនៅលក្ខណៈរបស់ធម៌ទាំងអស់ហ្នឹងអកុសលនេះដោយពេលមួយព្រះសម្មាសម្ពុទ្ធសម្ដែងជាមួយភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយប្រសិនបើអ្នកទាំងឡាយមិនអាចដឹងនៅកម្រិតចិត្តរបស់អ្នកដទៃបានចូលអ្នកព្យាយាមមើលចិត្តខ្លួនឯងវិញចូលអ្នកព្យាយាមមើលចិត្តខ្លួនឯងវិញឧបមាដូចជាបរោះកំឡោះក្រមុំស្រឡាញ់ខ្លួននៅក្នុងវ័យកំឡោះក្រមុំនោះស្រឡាញ់មុខយ៉ាងណាថែមុខយ៉ាងណាមុននឹងចេញទៅណាមកណាតែងតែរមិលមើលខ្លួនឯងទៅក្នុងទឹកឬក្នុងកញ្ចក់ថ្លាបើឃើញថាមុខខ្លួនប្រឡាក់ដោយមន្ទិលផ្សេងហើយតើគួរធ្វើម៉េចខកទៅតែឃើញប្រឡាក់ត្រូវតែលាងចេញហើយណាឃើញប្រឡាក់ត្រូវតែលាងចេញមិនអាចទុកបានទេយ៉ាងណាមិញអកុសលនេះបាបអកុសលនេះដរាបណាយើងមិនតាន់ឃើញវាថាជាមន្ទិលមិនតាន់ឃើញវាថាជារបស់អាក្រក់ដែលវាមកបិទបាំងលំអរបស់ផ្លូវចិត្តរបស់យើងទេយើងលះអត់កើតទេឧទាហរណ៍ដូចយើងឲ្យឆ្មាទៅឆ្លោះមុខវាក្នុងកញ្ចក់អញ្ចឹងវាឃើញតែប៉ុន្តែវាទៅលាងឯងវាអត់ទេវាមិនដឹងថាហ្នឹងជាមន្ទិលអាហ្នឹងប្រឡាក់ទៅវាក្រិចអីវាអត់ដឹងអញ្ចឹងអ្នកដែលឃើញហើយចេះទៅលាងចេញវាទល់ថាដឹងថាអាហ្នឹងវាជាមន្ទិលរបស់មុខមែនណាហ្នឹងហើយដូចមនុស្សយើងចេះតែងខ្លួនអញ្ចឹងដាក់ម្សៅមកវាស្អាតលាបក្រែមមកក្រហមទៅវាស្អាតតែអញ្ចឹងចេះចង់តែងចេះចង់ធ្វើពូដាក់ទៅវាស្អាតតែឲ្យឆ្មាអើយមកមើលមុខឯងលាបក្រែមហ៎
តែវាមិនលៀបទេវាឃើញក៏វាមិនលៀបព្រោះវាមិនយល់ថាហ្នឹងស្អាតយ៉ាងណាមិញពេលដែលយើងមិនតន់យល់ថាកុសលនេះចូលមកវាសម្អាតចិត្តវាល្អចិត្តណាមិនតន់យល់ច្បាស់អញ្ចឹងមិនចូលចិត្តធ្វើកុសលហ្នឹងទេចឹងហើយបានជានៅក្នុងសិលក៏ដោយព្រះអង្គដាក់ពាក្យខាងចុងថាសិក្ខាបទាំងរក្សាម្ដងរៀនបន្តិចសិក្សាម្ដងរក្សាម្ដងរៀនបន្តិចសិក្ខាប្រែតែសិក្សាសិក្សានឹងសំស្ក្រឹតសិក្ខាបាលីណាប្រែតែរៀនចឹងមិនលោកសិក្ខាថាលាចាក់សិក្ខាហ្នឹងគឺថាលាចាក់ឈប់រៀនហ្នឹងហ្នឹងហើយចឹងពីមួយពេលទៅមួយពេលដែលញាតិញោមទទួលថាសិក្ខាបទាំងសមាទិយមិហ្នឹងគឺទទួលមេរៀនហ្នឹងយកទៅរៀនរហូតមិនមែនគ្រាន់តែកាន់ហីចឹងទេមិនមែនចឹងទេកាន់ហីហ្នឹងគឺកុសលដដែលយើងអត់រៀនណាដូចអាធ្លាប់និយាយហើយថាសិលមានសិលចាស់ទុំសិលថ្នាក់ខ្ពស់ឬក៏សិលមតីសិលមតីហ្នឹងគឺអ្នកដែលអត់តន់យល់សិលអីហើយលោកសូត្រថាបាណាតិបាតាវេរមណីសិក្ខាបទាំងសមាទិយាមិចេះថាតាមបាណាតិបាតាវេរមណីសិក្ខាបទាំងសមាទិយាមិនឹងសិលមតីហ្នឹងសិលមតីអ្នកសិទ្ធសាលាដំបូងណាដល់យូរទៅមិនបាច់សូត្រក៏បានដែរយល់ដល់ចេតនាត្រូវតាំងចិត្តថាមិនសម្លាប់កើតចិត្តអាណិតទៀតមិនត្រឹមតែប៉ុណ្្នឹងឯងកើតចិត្តអាណិតទៀតអាហ្នឹងសិលថ្នាក់ធំទេឃើញទេយល់ពោះយល់ដូចពេលដែលយើងនៅពីតូចក្មេងជួនកាលវាបន្តបងលមួកមកជួនកាលចាប់លេងខ្លួនឯងក្មេងខ្លះណាទីរក់ខ្លះចាប់លេងអត់ដឹងហើយយើងក៏វាយក្មេងហ្នឹងឧទាហរណ៍ចុះបើមិនវាយក៏បានដែរគ្រាន់ប្រាប់ទៅគាត់គ្រាន់ឧទាហរណ៍កុំឲ្យចាប់អញ្ចឹងទៀតតែចាប់ម៉ែវាយតែលេងដីទៀតម៉ែវាយអញ្ចឹងក៏លេងហ៊ានចាប់ប៉ិនសួរតែលេងហ៊ានចាប់ហ្នឹងដោយការយល់ទេអត់ទេខ្លាចម៉ែវាយតាដូចគ្នានឹងយើងថាអូសាសិលព្រោះខ្លាចវាដាច់ទៅវាបាបដាច់ទៅខ្លាចវាធ្លាក់នរកអញ្ចេះអាហ្នឹងសិលមតីព្រោះខ្លាចវាអត់មានយល់អីផងគ្រាន់តែខ្លាចហ្នឹងហើយមួយទៀតរក្សាសិលដើម្បីចង់បានឋានសួគ៌ចង់បានកើតមកអញ្ចេះចង់បានកើតមកអញ្ចោះអាហ្នឹងសិលមតីដែរសិលកូនក្មេងដែរដូចម៉ែប្រាប់ឲ្យកូនឯងខំរៀនណាកូនម៉ែឲ្យគ្រាប់ស្ករម៉ែឲ្យលុយចាយអញ្ចឹងខំហ្នឹងមិនមែនខំដើម្បីគោលដៅជីវិតរបស់ខ្លួនឯងទេគឺខំដើម្បីចង់បានរង្វាន់ណាយ៉ាងណាមិញដែលរក្សាសិលគ្រាន់តែចង់បានឲ្យសង្ឃចេះក្នុងភពនេះហ្នឹងសិលមតីដែរសិលទី1ហ្នឹងចុះសិលឯថ្នាក់ខ្ពស់វាទល់តែរួចផុតទុកឯណោះដូចអ្នករៀនអញ្ចឹងមិនមែនចង់បានលុយចាយគ្រាប់ស្ករឯណាគេចង់បានធ្វើការខ្ពស់ឯណោះបើខំហ្នឹងអាហ្នឹងបានរៀនយល់រៀនរបស់អ្នកដែលដឹងក្តីបើថារៀនដើម្បីគ្រាប់ស្ករទេអត់ទេសំខាន់គឺយល់ហ្នឹងណាញោមមិនឆ្លើយច្រើនតទៅទៀតទេហើយញោមសួរការបរិភោគសាច់ដែលគេសម្លាប់នឹងប្រើប្រាស់ផលិតផលអីផ្សេងតើគាំទ្រឬទេអានឹងគាំទ្រមិនគាំទ្រលើយើងចិត្តយើងប្រសិនបើយើងសង្ស័យយើងរង្គៀសយើងកុំហូបទៅមិនអីរឿងហ្នឹងព្រះសម្មាសម្ពុទ្ធឲ្យយើងច្បាស់ណាញាតិញោមឲ្យយើងច្បាស់ស្អីក៏ដោយបើរង្គៀសកុំធ្វើទោះបីតែយើងស្ដាប់ថាវាមិនអីក៏ដោយតែបើយើងរង្គៀសយើងនៅតែពិបាកចិត្តកុំហូបបើយើងវាពិបាកទៅហើយនោះហូបទៅអីសង្ស័យអញ្ចឹងបើវិខវិញសង្ស័យនៅតែធ្វើអត់ទោសសោះហ្នឹងក៏ទៅជាទោសដែរណាព្រោះយើងមិនក៏ធ្វើដោយសង្ស័យមិនក៏មិនធ្វើឲ្យច្បាស់ទោះបីស្ដាប់ហើយក៏ដោយញោមនៅតែសង្ស័យមិនបាច់ទេមិនបាច់ហូបក៏ដោយអញ្ចឹងវាមានប៉ះពាល់អីទេយើងអត់មានទៅឲ្យគេស្លាប់អត់មានអីប៉ុន្តែគាត់ថាបើនៅតែមានចិត្តមួយធុញថប់វិញចេះកុំធ្វើឧទាហរណ៍គេដាក់ទឹកមួយនៅក្នុងកែវស្រា
ណាក្នុងកែវស្រាហើយសួរគេថាអាហ្នឹងស្រាយទឹកហ្នឹងទោះបីគេប្រាប់មកថាទឹកប៉ុន្តែយើងនៅសង្ស័យតិចស្រាទៅតិចគេហក់អញតិចស្រាទៅទឹកសោះហ្នឹងប៉ុន្តែនៅតែផឹកត្របាត់ព្រោះធ្វើដោយសង្ស័យអញ្ចឹងស្អីក៏ដោយបើសង្ស័យកុំធ្វើអាត្មាមិនបង្ខំឲ្យញោមយល់ថាវាមិនអីទេពីព្រោះជាងកាលមកពីបេះដូងយើងវាមានសេចក្តីអាណិតច្រើនទើបយើងចេះតែគិតដល់ចំណុចហ្នឹងអញ្ចឹងបើយើងសង្ស័យហ្នឹងកុំធ្វើអាហ្នឹងចប់ហើយក៏ប៉ុន្តែមកគ្រាន់និយាយអំពីប្រយោគនៃបាណាតិបាតពាក់ព័ន្ធឬក៏អត់អង្គនៃបាណាតិបាតមាន5ប្រសិនបើមានសត្វស្លាប់វាសុទ្ធតែដាច់សិលវាគ្មានពីណាជាប់សិលមួយទេញោមក្នុងលោកនេះតាំងពីបាយដែលយើងពិសាម៉េះណាឥឡូវវាយើងគិតណាបាយដែលយើងពិសាហ្នឹងមិនបាច់ដល់ផលិតផលផ្សេងបាយដែលយើងពិសាមុំតែបានស្រូវហ្នឹងតើងាប់ចលែនអស់ប៉ុន្មានហើយគេបាច់ថ្នាំបាច់អីងាប់ទឹកតកៅអស់ប៉ុន្មានថ្ងៃនេះអាហ្នឹងបាយមិនបាច់ដល់ផលិតផលអីគ្រាន់បាយណាតើងាប់សត្វអស់ប៉ុន្មានជួស្រែងាប់ចលែនអស់ប៉ុន្មានដាំដំណាំហ្នឹងងាប់សត្វអស់ប៉ុន្មានឥឡូវថាស្អីដែលវាមិនប៉ះពាល់សត្វវាអត់មានក្នុងโลกនេះវាអត់មានស្អីដែលថាមិនប៉ះពាល់អត់មានទេយើងថាអត់ហូបអាហ្នឹងប៉ះថាស្អីក៏ប៉ះដែរញោមជិះឡានមកវត្តហ្នឹងក៏កិនសម្ោចងាប់ដែរធ្វើម៉េចត្រូវមើលចេតនាហ្នឹងបើកកិនសម្ោចឬក៏បើកមកវត្តហើយនេះមិនលើចេតនាអញ្ចឹងបានព្រះអង្គសម្ដែងថាចេតនាហាងភឹកវេសីឡើងវិទាមីមនាភិក្ខុទាំងឡាយតថាគតហៅចេតនាជាតួសិលទៅមើលអាចេតនាយើងនោះទៅឆ្លុះទៅដល់ចេតនានោះបើយើងចេះតែគិតអញ្ចឹងហើយដូចជាសម្លៀកបំពាក់យើងនឹងធ្វើពីដង្កូវនាងធ្វើពីអីខ្វះអីស្អីដែលវាមិនប៉ះឥឡូវមិនបាច់ថាស្អីឥឡូវស្រាត់មកវត្តចុះបើកតាឡានមកក៏កិនសម្ោចងាប់ដែរមិនបាច់ធ្វើអីប៉ុន្តែត្រូវមើលចេតនាទៅវាធូរចិត្តណាមើលចេតនារបស់យើងធូរចិត្តតែយើងចេតនាកិនសម្ោចឬក៏ចេតនាធ្វើអីគេផលិតហ្គាសយើងថាអូមិនហ៊ានដុតអុសទេអុសហ្នឹងវាមានសត្វនៅក្នុងហ្នឹងចុះគេតម្រុំតែផលិតបានជាហ្គាសនោះយកស្អីពីក្នុងដីមកទៅវាងាប់លំនៅឋានរបស់សត្វហ្នឹងអស់ប្រមាណថាស្អីក៏គ្មានហួសពីការប៉ះពាល់ដែរប៉ុន្តែសំខាន់ត្រង់តែចេតនាយើងហ្នឹងវាយ៉ាងម៉េចតែប៉ុណ្ណោះទេអញ្ចឹងណាព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គទ្រង់ឆាន់សាច់ត្រីនិងសាច់មានថ្ងៃមួយនោះព្រាហ្មណ៍ម្នាក់គេទៅជួបព្រះអង្គគេឮថាព្រះអង្គត្រាស់ដឹងណាហើយគេបួសក្នុងសាសនាព្រាហ្មណ៍ហ្នឹងគេអត់ពិសាត្រីនិងសាច់ទេក្លិនឆ្អាបគេហៅក្លិនឆ្អាបគេមិនហូបទេហើយគាត់សម្គាល់ថាបើនរណាឈប់ហូបសាច់ហូបអីហ្នឹងបានគាត់ថាបរិសុទ្ធនៅពេលហ្នឹងព្រះអង្គអត់ទៅបិណ្ឌទេដឹងថាព្រាហ្មណ៍ហ្នឹងមកព្រះអង្គទ្រង់ជ្រាបស្រេចហើយត្រូវមានគេយកសាច់សត្វស្លាបមកប្រគេនព្រះអង្គគេកាត់ជាកង់មកមានស្លាបមកដល់គេចូលទៅសំណេះសំណាលព្រះអង្គអញ្ចឹងទៅហើយភ្លាមនោះស្រាប់តែគេយកសាច់អាំងនោះយកមកប្រគេនព្រះអង្គស្រាប់តែឃើញព្រះអង្គអញ្ចឹងគេគិតជាមើលពុទ្ធត្រាស់មែនទេមិនមែនបរិសុទ្ធមែនឬមិនមែនបើមិនមែនមិនឆានអាហ្នឹងទេព្រះអង្គដឹងទាំងអស់អ្នកនឹងគិតថាម៉េចព្រះអង្គដឹងព្រះអង្គស្រាប់តែកាន់ឲ្យឃើញលើកស្លាបនឹងមកហើយព្រះអង្គក៏បេះឆាន់ទៅសមណៈនេះអញសួរមិញសួរថាតើព្រះអង្គនៅឆាន់របស់ដែលមានក្លិនឆ្អាបឬអត់ហើយថាអត់ទេឥឡូវស្រាប់តែឆាន់សាច់អញ្ចឹងកុហកអញប៉ុន្តែឆាន់ឲ្យសោះអញសួរណាបើពិតប្រគោដំថាមិនសោយនៅឆាន់នៅត្រីនិងសាច់ដែលជាក្លិនឆ្អាបទេថាមិនឆាន់របស់មានក្លិនឆ្អាបទេជុំមិនបានលៀបពាក្យសម្ដីបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ថាមនាលព្រាហ្មណ៍តថាគតមិនហៅត្រីនិងសាច់ថាជារបស់មានក្លិនឆ្អាបទេបាបធัวប៉ុណ្ណោះអកុសលចិត្តប៉ុណ្ណោះការលោភលន់ការច្រណែនការមើលងាយមើលថោកការអាឃាតព្យាបាទគ្នាការលមោបលោភលន់ក្នុងកាមគុណជាដើមនោះឈ្មោះថាជាក្លិនឆ្អាបនៅក្នុងព្រះអរិយវិន័យតែត្រីនិងសាច់មិនមែនជាក្លិនឆ្អាបទេនឹងអញ្ចឹង
Chân dương mơ khơi nằm trong tích nhận nhóm nè dương khơi nằm trong tích chẳng hai ban chỉ chia bật tô khnia hay nè khai tiết lô đã bầm chăn tray sai tế về cana hộp sạch miễn các bọn sai sinh khnia tiệt mà thọp đạp rủi bác sẵn này có kèm vậy tha thầm đa sạch sạch nâng sạch tê để chan dương hộp tâu về mình chlat về mình ấy cho cô si ta máu về mình chlat dương mình được đâu kèm vậy chẳng nên ấy hay đường nắng có vì miền bọ sài chán á bên ngoài vậy tập anh đang tha và sân bờ dương mình trong pa ấy á tôi là dương nâu lơ lồng hoa à cá hay cùng sli ấy hay nâu lơ lồng hoa cá cùng đào lơ đây anh đang tự mình pa bọ sạch từng tầm đó có bên tay nhận nhôm phốt bọ sạch từng lai rồi dương mưa sal pram sọp ngày nè cùng tha lời đọt bàn kịch và hai nhôm để kịch ní tham á xa hơi thà bé đô nhôm miền mê ta chả ban chỉ kịch đó chân đôi nè có bên tay dương mưa mình đốt từng lai mà ôi nô hộp sạch cho con tay ôi can sal pram bên nâng á su thật thôi ban đấy mà nước đó trơn nó không bị phụp lâu nè ôi hộp có hộp chưa có bên tay ôi can tay sal pram mình sầm lạp nâng á mình sầm lạp được luôn ai mình pra cái sầm lạp đúng không mình đuổi trọp kế đúng không mình khóc trong bộ quân kế đúng không mình là dây của họ đúng không hay mình phật ra năng số ta miên phần man person để thưa bạn phần nâng hơi thưa ớt bàn không nè tại bị ca miên người ta bao giờ nước bị miên tam trung chẳng đời xa nhôm khơi cái sập ấy chẳng thôi phần là sạt sập để nhôm mồm khơi chứ cái dân cơ đọt khơi nhá sập đây được chùa sẻ ấy nó đam tờ lông đam tờ nam thắt ấy cái đó phần là tập phật cướp rương từng ôi tờ là bỏ ra bỏ hộp trọng nên việc gương ngọc chờn chẳng sạt với tơ sập chẳng men cả mau tầm rau ơi sập thế phần cần tha chế tờ này dương chùa đây được chùa trở lên tập phần này thế năng chẳng ai bữa sân chế tha ôi tập chùa sẽ đạch sờ đá ngọt vậy bị phục lộ này miền nào cancel ban mối ấy khai sọc khai bật sập hệ rồi sập phơi sai từng on từng bài cancel cả phơi sai thuộc chua sẻ hay chua đạch sẽ lên ở màn vấn đề chết tận á cứ chua đây mềm chua trở lên này chẳng á hay bữa cái tao chua tôi với ba anh chơi thôi nó một buồn mùi tham mà vậy lên phần tay nhung anh cứ bình chân vậy ở vừa trơn tay tính á hơi thì bay sộp hê vật tay nhôm sộp hê vật tay xua thì muôi miền bọn nấu cào hay dương nấu tờ lơ mạch đà đôi mang vậy mình ấy cái nói bơ rồng kia song sái cùng thở song sái nấu từ thở mất lò tay bây giờ anh bên song sái tê được kịch tham bị đan đạch bị kia dương đa quyền chẳng tới mình ấy tay song sái nấu từ thở công thở chọc hay nhôm xua từ tiết tha đạp ở tham sầm đáy tha sờ lanh mình luôn mình nè rồi tham làm dây biển năng sờ lanh mình luôn mình nè mìnhประกอบ tha trâu tệ ban một luôn dường tê sầm khăn cứ cái ban sọc năngนิยมมันในสนาหาปิดเนอะ understanding love mình chạm bạch thà bờ anh sờ lánh anh trâu tệ ban bầm ban mà anh thế anh trâu cùng plan trao anh na cùng ban đai mình chẳng nghe sờ lánh kia sờ lánh đòi vô nó cứ trâu che lẹ bong hai đừng đó sự đầy sọc ở kề tới nhôm xua thà cho bậc cọt trâu cà xế như thế mình nói gì chơi thì sờ lánh bởi giống cọt trâu cà vây đây mình cọp cú nó trâu cà từ lên nó bay trâu cà từ miền xây mình men chỉ ca đó là chân thế này nhôm xung bay pre còn đó là oi đá từ nông nu vậy thường chân là o và hai dương tha understanding love nâng thế xung bay love rồi bỏ pre sama samput có bọn mình ăn ở nhà đây cái này đôi bọn mình oi miên tru nâng côn của pôn này đợt tây ọt oi thế anh nâng không bài gì mục nó bọn ham ta bọn ham á chất là o và hai pre có bọn ham đấy vì pro năng về cái đó vì ăn là o để bắt đầu nói từ bỏ lỗ để mình miền tô nâng để hai thằng bắt đầu nói nu hay đôi tụi bắt đầu là cái là cái đoạn trắng mấy cả có vấn đề mùi tiết
ក្នុងករណីដែលយើងខត់អត់ស្ដាប់ធ្វើមិនញោមអាត្មាយប់នេះសន្យាថាដោះស្រាយបញ្ហារបស់ញោមម្នាក់ទេមកយំផងអីផងថ្ងៃមិញណារឿងប្តីទៅមានស្អីណាណីថាទេឥឡូវវល់ចុះឡើងហួសពេលអត់ទាំងបានទេអានឹងយើងមិនឲ្យទេគ្រាន់តែព្រមពាក្យថាបកគលឲ្យហើយនឹងព្រមខុសគ្នាណាបកគលឲ្យអាគេមិនចង់ចេះឲ្យអានឹងឲ្យប៉ុន្តែក្នុងករណីវាអញ្ចឹងទៅហើយនោះមានទាំងកូនមានទាំងអីទៀតទៅហើយនោះយើងទៅផ្ដាច់គេហ្មងគេលោភដល់មានកូនហើយបានយើងដឹងហើយយើងទៅផ្ដាច់គេកើតចិត្តអាណិតមួយទៀតណាទៅផ្ដាច់ឪពុកពីគេអីចឹងរឿងនេះគឺជារឿងលំបាកញាតិញោមហើយមិនមែនរឿងស្រួលទេគឺជារឿងច្របូកច្របល់ជារឿងក្តៅកគុកដូចក្នុងផេះភ្លើងអញ្ចឹងរឿងហ្នឹងវាអញ្ចឹងណាវាអញ្ចឹងណាអញ្ចឹងអាត្មាវាមិនហ៊ាននោះណាប៉ុន្តែកាន់ឆ្លើយតបញាតិញោមថាអ្វីដែលគួរផ្ដល់ឲ្យគឺរបស់ដែលមិនមានទោសចំពោះបុគ្គលជាទីស្រឡាញ់នោះបើឲ្យទៅលេងបៀឲ្យទៅលេងអាប៉ោងឲ្យទៅផឹកស្រាអានឹងឈ្មោះថាយើងស្រឡាញ់ឲ្យគេធ្វើអីធ្វើទៅមិនមែនទេមិនមែនអញ្ចឹងទេព្រះហាមទៅហើយរឿងអីយើងឲ្យក៏ចិត្តល្អជាងព្រះម៉េះប៉ុន្តែក្នុងករណីហាមមិនស្ដាប់អានឹងគ្រាន់ប្រើពាក្យថាព្រមពាក្យថាព្រមហ្នឹងមិនមែនព្រមឲ្យគេទៅព្រមកុំកើតទុកខ្លួនយើងណានឹងអាចរកវិធីសាស្ត្រដោះស្រាយសេចក្តីទុកផ្លូវចិត្តរបស់យើងនេះឲ្យដឹងថាធម៌ទាំងឡាយវាមិនស្ដាប់បង្កប់យើងអញ្ចឹងនឹងអញ្ចឹងมันអាចឆ្លើយអីឲ្យលើសនឹងទេព្រមនឹងព្រមចេះរបស់មុនក្រោយវាគង់តែបែកគ្នាទេឥឡូវគាត់បែករស់ទៅនេះនោះអានឹងធ្វើម៉េចវាអញ្ចឹងនិយាយអញ្ចឹងមិនមែនគ្រប់គ្រងប្រុសប្រុសឲ្យធ្វើអញ្ចឹងទេណាអាត្មាក៏ប្រុសដែរប៉ុន្តែគ្រាន់ថាក្នុងករណីដែលវាកែប្រែមិនបានបើយើងទៅឆ្លោះទៅទាស់ទៅបានតែចងពីវេរាគ្នាហ្នឹងទៅជះទឹកអាស៊ីតទៅអីទៅឃើញទេឃើញរឿងរ៉ាវក្នុងសង្គមហ្នឹងចងពីវេរាគ្នាបានប្រយោជន៍ស្អីហ្នឹងហើយអ្នកដែលជាស៊ីស្រឡាញ់ដឹងគាត់ទៅធ្វើអីខ្លះយើងមានសិទ្ធិនិយាយមានអីចឹងជួនកាលច្បាប់ស្រុកគេហ្នឹងដឹងស្រុកណាក៏ដោយក៏មានសិទ្ធិដូចគ្នាហ្នឹងឡើងតាមច្បាប់ទៅប៉ុន្តែគ្រាន់ថាអាត្មាឆ្លើយសរុបមកកុំឆ្លើយវែងថាពាក្យថាផ្ដល់នៅអ្វីដល់មនុស្សជាទីស្រឡាញ់គឺរបស់ដែលវាមិនមានទោសហើយឲ្យជីវិតគេនឹងវាបានប្រសើរគ្រាន់បើឲ្យវាមានសុភមង្គលនេះផ្ដល់អញ្ចេះតាហើយទៅលេងលបែងអបាយមុខអីដើរលេងស្រីស្រាសុភមង្គលអីបន្តិចកើតរោគបន្តិចឆ្លោះគ្នាច្បាំងគ្នាសូម្បីតែព្រះក៏មិនអនុញ្ញាតដែរអាហ្នឹងអាត្មានិយាយវាភ្លេចថាដែរភ្លេចបញ្ជាក់ដែរអាហ្នឹងនឹងបករូតស្រោតចប់ដែរតើស្មានអត់ចប់មិញសនួរច្រើនហ្នឹងឥឡូវនៅសល់ប្រហែលជាជិត10នាទីហ្នឹងបកគលទៅខាងអង្គការនៃកម្មវិធីសម្រាប់សម្របសម្រួលនិងបញ្ចប់ធម៌ចាស់ហ្នឹងសម្រាប់ពេលនេះលើសលោកខ្វះខាតអីយ៉ាងណាសូមប្រធានអធិរៈគ្រប់អង្គមេត្តាអនុគ្រោះហើយនឹងអនុមោទនាយកតែចំណុចល្អប៉ុណ្ណោះចោះកំហុសតែមានធម្មតាកំហុសខ្លះខុសដោយអចេតនាកំហុសខ្លះទៅខុសដោយវាអត់ចេះដល់ហើយកំហុសខ្លះទៀតក៏ដោយចេតនាខ្លះចង់និយាយអញ្ចឹងតែម្ដងអានឹងក៏មានដែរប៉ុន្តែដោយប្រការណាក៏ដោយចុះសូមអនុគ្រោះរើសយកតែចំណុចល្អចំណុចអាក្រក់បោះចោលទៅបាទសម្រាប់ពេលនេះសូមនមស្ការលានិងចម្រើនពរលាសាធុគណៈអរគុណព្រះម្ចាស់គ្រូដែលណាបានប្រទានឱវាទបកស្រាយពធទាំងតាមអ្វីដែលខ្ញុំញាតិពុទ្ធបរិស័ទលោកម្ចាស់ដែលមានចង្អល់ទាំងគណៈហើយ
សុខសប្តាហ៍ក្រោយពុទ្ធបរិស័ទយើងក៏មានឱកាសដើម្បីនឹងសាកសួរបញ្ហាកម្មជាបន្តទៅទៀតអញ្ចឹងគឺថាអង្គរបស់អ្នកសិក្សាអ្នកស្ដាប់ធម៌អ្នករៀនធម៌ហ្នឹងគឺត្រូវមានអង្គ4មានសុចិពលិបងសុហ្នឹងគឺថាសុតៈហ្នឹងគឺស្ដាប់ដោយគោរពចឹងទៅចិហ្នឹងចិនតៈហ្នឹងគឺត្រេះរិះគិតខ្លឹមសារនៃពធបច្ចៈឬក៏បច្ឆាសាកសួរទៀតណាចេះសាកសួរកន្លែងណាឆ្ងល់យកមកសួរមិនមែនឆ្ងល់កប់ទុកឆ្ងល់កប់ទុកយូរទៅអត់ចេះនៅតែអត់ចេះអញ្ចឹងដល់ពេលចំណុចទី4គឺលិខិតថ្វាទៀតគឺយើងចេះកត់ត្រាទុកនៅចម្លើយដែលល្អត្រឹមត្រូវតែណាអញ្ចឹងគឺថាញាតិញោមមានសំណួរមកហ្នឹងគឺសំណួរតាក់ទងកន្លែងណាដែលញោមមិនតាន់យល់មិនតាន់ច្បាស់លាស់បានជាសំណួរសាកសួរមកដើម្បីបានការចេះដឹងទៅណាដូច្នេះគឺគ្រប់អង្គទាំង4ហ្នឹងញាតិញោមនឹងបាននៅបញ្ញាស្មារតីមានការចេះដឹងច្រើនទៅណាដូច្នេះខ្ញុំកណាក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះម្ចាស់គ្រូដែលបានបកស្រាយបញ្ហាកម្មរបស់គុណចាស់គ្រប់ព្រះអង្គញោមញាតិគ្រប់រូបទៅណានឹងពីព្រោះចំណុចខ្លះយើងមិនបានគិតមិនបានដឹងថាចំណុចហ្នឹងវាគួរឆ្ងល់អញ្ចឹងទេដល់ពេលមានអ្នកសួរមកទៅបានដឹងថាអូអាហ្នឹងវាត្រូវតែឆ្ងល់អញ្ចឹងដែរវាសំទំនងនឹងឆ្ងល់ដែរតែទៅក៏បានបញ្ញាស្មារតីកលែងនឹងមួយទៀតផងដែរទេណាកណានៅក្នុងសម័យណាក៏ដូចសម័យណាដែរគឺថាយើងតែងតែមានឱកាសក្នុងការស្ដាប់ពធហើយនឹងសាកសួរធម៌អញ្ចឹងទៅសូម្បីតែនៅក្នុងសម័យពុទ្ធកាលក៏មានអ្នកស្ដាប់ធម៌តែក្នុងសម័យកាលនោះប៉ុន្តែស្ដាប់ធម៌ដោយអបនិស្ស័យខ្ពស់បន្ទាប់អំពីព្រះអង្គសម្ដែងធម៌ប្រកាសនៅអរិយសច្ចធម៌ហើយហ្នឹងក៏បានត្រាស់ដឹងអស់ទៅតែញាតិញោមយើងគ្រប់គ្នានៅក្នុងសម័យកាលនេះស្ដាប់ធម៌តាំងពីនៅអាយុ30រហូតដល់70ណាលោភៈទោសៈមោហៈនៅតែពេញដដែលញាតិញោមខ្លះស្ដាប់ធម៌យូរចង់ទោសៈនោះចង់ក្រាស់ទៅវិញទៅទៀតណាមិននិយាយថាឲ្យខ្ញុំណែណាគ្រាន់តែជាការនិយាយហ្នឹងវាមានចំណុចខ្លះចឹងដែរតែស្ដាប់ធម៌យូរទៅកើតមានអ្នកអញចេះធម៌ច្រើនជាងគេប៉ុន្តែយើងត្រូវដឹងថាការដែលយើងស្ដាប់ធម៌រាល់ថ្ងៃយើងរៀនធម៌រាល់ថ្ងៃគឺដើម្បីកម្ចាត់បងរបស់ទាំងអស់នឹងចោលណាដើម្បីកម្ចាត់បងនៅលោភៈកម្ចាត់បងនៅទោសៈកម្ចាត់បងនៅមោហៈមិនមែនដើម្បីបង្កើនទេយើងត្រូវដឹងថាថ្នាំហ្នឹងដូចជាឱសថវិសេសជាថ្នាំសម្រាប់កែរោគកិលេសហ្នឹងប៉ុន្តែមិនមែនឱសថគ្រប់ឱសថដាក់ទៅសិតតែត្រូវជារោគទាំងអស់ទេឱសថខ្លះដាក់ទៅវាអាចប្រតិកម្មដែរប្រតិកម្មថ្នាំហ្នឹងវាគ្រោះថ្នាក់វិញដែរណាយ៉ាងណាមិញយើងលេបថ្នាំហ្នឹងឲ្យវាត្រូវទិសដៅញាតិញោមស្ដាប់ធម៌ហ្នឹងឲ្យដឹងទិសដៅនៃការស្ដាប់ធម៌តើយើងស្ដាប់ធម៌ដើម្បីអ្វីតើយើងរៀនធម៌ដើម្បីអ្វីស្ដាប់ធម៌ដើម្បីអួតប្រាប់គេថាខ្ញុំនឹងចេះស្ដាប់ធម៌ដើម្បីបានចំណេះដឹងដើម្បីយកទៅសម្ដែងយកទៅនិយាយអួតគេឬក៏យ៉ាងណាចិនការខ្លះហ្នឹងគឺអញ្ចឹងញាតិញោមកាលដែលមិនទាន់ចេះស្ដាប់ធម៌មិនទាន់មានសិលអីហ្នឹងដូចជានៅរៀងធម្មតាដល់ពេលចេះស្ដាប់ធម៌មានបានរក្សាសិលអីយ៉ាងទៅរៀងដូចជារឹកខ្ពស់ជាងមុនណាចឹងហ្នឹងញាតិញោមពុទ្ធបរិស័ទណាចឹងទិសដៅហ្នឹងមិនមែនចឹងទេគឺដើម្បីដាក់ចុះនៅទិដ្ឋិដើម្បីដាក់ចុះនៅមានះដើម្បីដាក់ចុះនៅណាលោភៈទោសៈមោហៈហ្នឹងទៅរហូតដល់រៀនធម៌យូរទៅស្ដាប់ធម៌យូរទៅស្លូតទៀតណាស្លូតដូចជាព្រះសិរីបុត្រដែលលោកឧបមាណាខ្លួនព្រះអង្គថាដូចជាក្មេងចន្ទឌៀលដែលទៅសុំទានប្របតាមសិស្សយាផ្ទះអ្នកដតីទៅបីត្រូវគេខាក់គេស្ដោះគេនិយាយបញ្ឆិតបញ្ឈៀងចង្អុលមុខយ៉ាងណាក៏ឈ្ងោកមុខ
ដែលមិនក៏អឺតក៏តោមតបតទៅគេវិញអាហ្នឹងគឺថាមានការដាក់ចុះឬក៏ថាដូចជាគោឧសភៈដែលមានស្នែងបាក់ហើយមិនមានអំនួតអួតចង់យកឈ្នះចាញ់អ្នកណាឬក៏ថាណាប្រៀបឧបមាបីដូចជាក្រណាត់ជូតជើងអីចឹងទៅមិនប្រកាន់ទេហ្នឹងទៅបានកន្លែងដែលយើងត្រូវទិសដៅការសិក្សានិងការបដិបត្តិដើម្បីអស់ទៅនៃតួទិដ្ឋិតួមានអ្នកដើម្បីអស់ទៅនៅលោភៈទោសៈមោហៈនេះគឺជាទិសដៅពិតប្រាកដនៃព្រះពុទ្ធសាសនាទេមែនទិសដៅព្រះពុទ្ធសាសនាដើម្បីយកឈ្នះយកចាញ់អ្នកណាដើម្បីអំនួតអួតយកមុខយកមាត់អំពីអ្នកណាឡើយគណៈដូច្នេះយើងស្ដាប់ធម៌រាល់ថ្ងៃជួបជុំគ្នាចឹងទៅដើម្បីបានសម្បត្តិបញ្ញាតែការចេះដឹងរបស់យើងនឹងឯងទៅប្រយោជន៍ណាស់ញាតិញោមធម្មទានអនុភាព4យ៉ាងអនុភាពនៃធម្មទាននឹងជាចំណីអាហាររបស់ចិត្តធម្មទាននឹងជាពន្លឺនៃជីវិតធម្មទាននឹងជាមេបុណ្យយើងបានចេះធ្វើទានរក្សាសិលអីហ្នឹងដោយសារមានការស្ដាប់អវ៉ាតពីអ្នកណាម្នាក់អញ្ចឹងទៅដែលគេបង្ហាអញ្ចឹងណាហើយដល់ទី4ហ្នឹងធម្មទានជាអាយុកាលនៃព្រះពុទ្ធសាសនាផងដែរហើយបើសិនជាអស់មានអ្នកសម្ដែងធម៌អស់មានអ្នកស្ដាប់ធម៌ហើយពុទ្ធសាសនាយើងក៏សន្មតថាចាប់ត្រឹមនឹងឯងទេពីព្រោះពុទ្ធសាសនានេះគឺជាអាវាតទូមានព្រានប្រដៅរបស់ព្រះពុទ្ធសាសនាមិនមែននៅក្នុងវត្តមិនមែននៅក្នុងកុដិសាលាព្រះវិហារមិនមែននៅត្រង់ថាស្លៀកស្បង់ក្រុងយីពូក្រហមឆ្អៅឬក៏ស្លៀកសពាក់សនោះទេព្រះពុទ្ធសាសនាគឺជាពាក្យព្រានប្រដៅរបស់ព្រះអង្គជាធម៌ជាអាវាតតារាបណានៅមានអ្នកស្ដាប់តារាបណានៅមានអ្នកសម្ដែងតារាបនោះព្រះពុទ្ធសាសនាមិនតាន់អស់ទេប៉ុន្តែបើសិនបើអស់មានអ្នកស្ដាប់អស់មានអ្នកសម្ដែងហើយហ្នឹងគឺថាពុទ្ធសាសនាអស់ហើយចឹងណាញាតិញោមពុទ្ធបរិស័ទដូច្នេះការដែលយើងធ្វើធម្មទានស្ដាប់ពធក៏ដូចជាសព្វផ្សាយពធសម្ដែងធម៌ហ្នឹងឈ្មោះថាយើងកំពុងតែជួយបន្តឲ្យសាសនាគឺពាក្យព្រានប្រដៅរបស់ព្រះអង្គនឹងឯងរីកទៅមុខជារៀងរហូតទាំងពុទ្ធសាសនាគឺមិនមែននៅក្នុងកុដិសាលាព្រះវិហារទេគឺនៅក្នុងបេះដូងក្នុងចិត្តរបស់ញាតិញោមប៉ុណ្ណាគឺយើងរតនីព្រះធម៌ហ្នឹងមកដាក់ក្នុងចិត្តយើងទាំងកុំឲ្យយកធម៌ហ្នឹងទៅទុកក្នុងវត្តណាទៅណាមកណាអត់យកធម៌តាមទេទុកធម៌នៅផ្ទះសិនទៅក្រៅធម៌ហ្នឹងអញ្ចឹងគឺថាយើងត្រូវយកធម៌ហ្នឹងឯងគឺធម៌បដិបត្តិនៅក្នុងជីវិតរបស់យើងនៅក្នុងចិត្តរបស់យើងទាំងកណាប៉ុណ្ណឹងចុះមិនដឹងថាសម្ដែងអីចុងក្រោយហ្នឹងគឺរៀបរាប់អញ្ចឹងទៅគណៈអរគុណព្រះអង្គចាស់គ្រូដែលយ៉ាងក្រៃលែងទោះបីព្រះអង្គចាស់គ្រូមានការហត់នឿយអស់កម្លាំងនៅម៉ោង7ដល់ម៉ោង8នោះនៅវត្តកម្មវិធីមួយនៅខេត្តបាត់ដំបងទានកល្យាណមិត្តនឹងហើយម៉ោង10ដល់ម៉ោង11យប់ព្រះអង្គចាស់គ្រូចូលមកក្នុងកម្មវិធីនេះទៀតហើយសម្ដែងធម៌នៅកន្លែងដតីផ្សេងបង្រៀនព្រះអភិធម្មផងអញ្ចឹងកម្លាំងពលំរបស់ព្រះអង្គចាស់គ្រូក៏ទ្រុឌទ្រោមទៅហើយទោះជាទ្រុឌទ្រោមអស់កម្លាំងហេវហាត់ប៉ុណ្ណាក៏នៅតែផ្ដល់នៅសេចក្តីអនុគ្រោះសម្រាប់ពុទ្ធបរិស័ទតែមានភក្តីភាពមានសេចក្តីជ្រះថ្លាចំពោះព្រះអង្គចាស់គ្រូតែនេះគឺជាការបញ្ជាក់អំពីវិរិយភាពណាដ៏អស្ចារ្យរបស់ព្រះអង្គចាស់គ្រូដែលបានជួយដល់ព្រះពុទ្ធសាសនាក៏ដូចជាជួយដល់ពុទ្ធបរិស័ទផងដែរគណៈជាចុងក្រោយនៃកម្មវិធីដែលត្រូវបញ្ចប់សូមរួបរួមប្រមូលផ្ដុំនៅកុសលទាំងឡាយដែលកើតអំពីធម្មទានប្រគេនចំពោះព្រះអង្គចាស់គ្រូទាំងសូមដោយអំណាចនៃបុណ្យកុសលធម្មទានទាំងអស់នេះសូមព្រះអង្គចាស់គ្រូបាននៅសុខភាពមាំមួននិងមានបច្ចុប្បន្នយុយឺនយូរអស់រយនៃឆ្នាំទៅណាដើម្បីជាមលុបប្រយោជន៍ដល់ពុទ្ធសាសនាតរៀងទៅហើយបុណ្យកុសលទាំងអស់នេះសូមប្រគេនដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គជូនដល់ញោមញាតិគ្រប់រូបទាំងអស់ដែលកំពុងស្ដាប់
ទាំងក្នុងនិងក្រៅប្រទេសសូមឲ្យបានសម្រេចបុណ្យកុសលស្មើគ្នាទាំងហើយជាទីបំផុតអវសាននៃជាតិនឹងសូមបានសម្បត្តិបញ្ញាដើម្បីរើខ្លួនចេញចាកវដ្តសង្សារទុក្ខគ្រប់គ្នាទេណាដោយការស្ដាប់ពធជាឧបនិស្ស័យនៅក្នុងពេលនេះកណានៅក្នុងពេលនេះខ្ញុំកណាអាត្មាភាពកល្យាណធម្មមនសមានរួមជាមួយព្រះអង្គចាស់គ្រូសូមក្រាបថ្វាយបង្គំលានិងសូមចម្រើនពរលារាត្រីសួស្តី